ត្រៀមចូលមកដល់បាទពុកម៉ែបងប្អូនបាទសូមសម្លេងលើកទឹកចិត្តលោកអ្នកទាំងពីរមួយចក្រមត្រៀមប្រឹងព្រៀបប្រកួតប្រដាក្រិតគុនខ្មែរគូទី6គឺជាគឺអន្តរជាតិមិត្តភាពកម្ពុជាថៃទឹកទី1 round 1បាទស្នូជួងបានបន្លឺឡើងបង្ហាញជាសញ្ញាជូនទៅដល់កីឡាករទាំងពីរប្រាប់ថាទឹកទី1 round 1បានជាតិចូលមកដល់បាទមើលពីក្រោយចាគឺឃើញបាទជាមួយនឹងស្នាមស្នាក់បាទគឺស្លាប់មកគូរបស់រតនសុធីបាទគឺជាការស្រឡាញ់ពេញចិត្តជាស័ក្តិបាទលំអខ្លួនរបស់គាត់បាទរួមជាមួយនឹងបាសាក់យ័ន្តបុរាណខ្មែររបស់យើងផងដែរបាទចំណាយយើងទស្សនានៃការប្រកួតបាទកំពុងតែរំកិលចូលតិចបាទពីមនុស្សយន្តគុនខ្មែរសុធីបាទព្យាយាមទល់ដៃបាទពីកីឡាករថៃព្យាយាមសឹមបាទគូនេះจะមើលថាអាចពេញទឹកឬក៏យ៉ាងណាបាទអត់ទាន់ក្តៅម៉ាស៊ីនរៀងខ្លួនបាទកំពុងតែសង់ថាសុំស្ទង់តិចសិនបាទតែលោកគ្រូញ៉ាំកតាប្រាប់ថាប្រកួតទៅបាទប្រកួតទៅបាទពុកម៉ែបងប្អូនយើងកំពុងតែបាទចោលចាក់ខុមកទស្សនានឹងគេថាច្រើនណាស់បាទចឹងក៏មកពុកម៉ែបងប្អូនយើងគាត់ខាតពេលយុបយន្តសបិនយើងសេរីគ្នាមកបាទអត់ទាន់ចេញអាវុធដូចគ្នាបាទព្យាយាមរិចតាត់ជើងក្រោមស្ដាំរបស់សុធីបាទសុធីគេថារាសនាមគាត់គឺមនុស្សយន្តគុនខ្មែរដែលថាគាត់ដឹងតដើចូលបាទត្រូវខ្លះខុសខ្លះមិនដឹងមិនគេថាដឹងតដើចូលដឹងតដើចូលអត់នេះកំពុងតែបន្តដើចូលទៅតិចខណៈដែលពេលវេលាបាទរំកិលទៅអស់1នាទីទៅហើយបាទសម្រាប់ទឹកទី1នេះបាទថ្ងៃស្អែកក៏មានសិស្សរបស់លោកគ្រូរិកគីប្រកួតដែរបាទគឺឡុងអាម៉ែនបាទប៉ះជាមួយនឹងសិស្សលោកគ្រូសួងបញ្ញាគឺអាវ៉ៃរៀបរុងរឿងបាទហើយយើងទស្សនាការប្រកួតគូអន្តរជាតិទី1របស់យើងសិនបាទព្យាយាមធាក់តាត់ឆ្វេងរបស់សុធីបាទនៅតែមិនទាន់ថាចេញឲ្យធ្ងន់នៅឡើយមិនទាន់ថាដាច់ចិត្តរៀងខ្លួនមិនទាន់ថាដាច់ចិត្តរៀងខ្លួនបាទនៅគិតនៅថាចង់វាយមួយឲ្យចំគោលដៅវាយទៅចំបានបន្ទូឬក៏បដួលដៃគូតែម្ដងបាទព្យាយាមតលតែសិនបាទឈរចម្ងាយតិចឃើញថាកីឡាករថៃដូចជារៀងកម្ពស់ខ្ពស់ជាងតិចតែសារតែគាត់រៀងឆ្អឺតតិចផងបាទដរិចពីដៃរបស់បាទកីឡាករថៃបាទគឺផេតតាវ៉ាសាហើយក៏បាត់ទាត់ស្ដាំសងធ្ងន់ទៅរបស់បាទសុធីបាទចាប់ផ្ដើមធ្ងន់ទៅម្ដងគេថាកម្ដៅកំពុងតែកើនទៅម្ដងតិចបាទបើថាបាយនេះចិត្តពោះណែលុកដៃស្ដាំមួយរបស់សុធីបាទចាប់ដើមបលែងទៅធ្ងន់ហើយបាទដោតត្រង់មួយរបស់បាទកីឡាករថៃផេតតាវ៉ាសាទាត់ឆ្វេងអាយ៉ាសុធីប្រាប់ថាអត់ធ្ងន់អត់ឈឺអត់អីបាទឲ្យទាត់មកទៀតមកបាទគេថា kick me more បាទដើរចូលទៅពីរតនសុធីបាទទាត់ជើងក្រោមរបស់សុធីបាទចាក់ជើងក្រោមសងលុកឆ្វេងនៅតែថាជាវាចំកោដៅឲ្យធ្ងន់ក៏ប៉ុន្តែមើលទៅដោយសារតែដៃគូគាត់ប្រកែកបាំងដូចគ្នាណែអូយបាទបលែងឆ្វេងទៅមួយនេះបាទវត្តស្នែងក្របីឆ្វេងរបស់សុធីមិនរៀងធ្ងន់ស្នំបាទខណៈដែលខាងអ្នកឲ្យទឹកថៃនោះគេថាឲ្យចូលបាទឥឡូវនេះចប់ទឹកទី1ចាំចូលបន្តទៀតបាទគឺទឹកទី2 round 2បាទគុណច្រើនគូមិត្តភាពអន្តរជាតិកម្ពុជាថៃទម្ងន់57គីឡូក្រាមបាទបង្គោលក្រហមកីឡាករគុនខ្មែររិគីរតនសុធីកីឡាករបង្គោលខៀវភេទថាវិសាបាទតូនដៃថ្ងៃនេះលេងស្ទាយមកសក់ថ្លៃមែនទែនសម្រាប់សុធីតស្ដាំអត់ដល់គោលដៅទេរីឯភេទថាវិសាបាទគឺចំហឆ្វេងតែអាចតស្ដាំបានចូលកណិតខំតាំងចំហតឆ្វេងទេបំផន់សម្រាប់ដៃសិនដល់ចូលជូតញើសដៃសិនហើយក៏តូនដៃតស្ដាំចំណុចទី2រតនសុធីតស្ដាំសក់មកវិញធ្វើទគុណពីភេទថាវិសាតស្ដាំបហាលកិច្ចផុតដៃក៏ដល់ចូលរិញចេញបន្តិចបាទយើងមើលទៅរបៀបជំហរបាទរបស់ភេទថាវិសាគឺចាំត្រង់មើលចាំតែកាត់ហើយទាត់សងវិញភ្លាមប៉ុន្តែការប្រុងប្រយ័ត្នពីសុធីក៏ដល់ចូលណែទាត់ឈួយចូលពេញពីភេទថាវិសាបាក់ជង្គង់ឈួយខាត់ពីមង្គលខៀវបាទដល់ចូលបាទពិតជាមនុស្សយន្តពិតមែនបាទចូលពីនៅធម្មតាទាត់ស្ដាំអត់ដល់គោលដៅនៅឡើយទេអត់ទាន់ដល់គោលដៅតែបន្តគៀងបោះជង្គង់ឆ្វេងកាត់ពេញដូចគ្នាពីកីឡាករបង្គោលខៀវស្ដាំពូនទឹកពីរតនសុធីអ្នកស្ដាំតូមកវិញមូលចង្កេះខោបន្តិចបាទមួយប៉ុន្តែច្បាស់
បាទងាយស្រួលនៅក្នុងការឲ្យពុកម៉ែលោកតានិយាយបាទទស្សនាដើរចូលឆ្វេងថែមស្នាមពីរីគីរតនសុធីបោះជង្គង់ឆ្វេងកាត់ជាបន្តទៀតបាទពីកីឡាករថៃដេញតាមវិញឆ្វេងចាប់គ្រាបាទលោកគ្រូញ៉ាក្រាក៏ចាប់ញែកបាទបញ្ជាក់ជូនបងប្អូនយើងថាយើងនឹងសល់ការប្រកួតបាទគឺដល់ទៅ2គូទៀតណោះបាទគូមិត្តភាពអន្តរជាតិបាទហើយថ្ងៃស្អែកក៏មានការប្រកួតបាទជាបន្តបន្ទាប់បាទចាប់ចាំងតែពីគូថ្នាទៅបាទគូថ្នាសុទ្ធសឹងថាជាកីឡាករវ័យក្មេងដែលពោពេញដោយបាទទេពកោសលតូនដៃលោកស្ដាំថែមជួយទាត់ជួយជាបន្តទៀតបាទ3សនិតពីកីឡាករហេតថាវិសាដេញគេមកវិញដេញតាមប្រុងវាយប៉ុន្តែថាវិសាបាទគេញោះគេធាក់កាត់ផងគេបោះជង្គង់កាត់ផងធ្វើឲ្យសុធីពិបាកនៅក្នុងការចេញទាត់ស្ដាំជាបន្តទៀតដេញតាមជួយថែមស្ដាំពីរតនសុធីលូកជួយសមមកវិញពីហេតថាវិសាដេញតាមទាត់ស្ដាំជើងក្រោមថែមជួយវាយពុះទឹកថែមជួយរោចាត់មានទៅមានមកបាទចូលគោលដៅដូចគ្នាបាទអ្នកតូពីហេតថាវិសាដេញតាមវិញស្ដាំពីរីគីរតនសុធីរំដោះខ្លួនប្រំបាត់កាយប៉ុន្តែអត់ទាន់ចេញស្និទ្ធឡើយសុធីដាក់លេងដើរចូលទាត់កាប់គោលជើងក្រោមលុកស្ដាំជាបន្តទៀតទាត់ស្ដាំសងទៅវិញឆ្វេងស្ដាំរុញចេញបន្តិចពីកីឡាករថៃសុធីនៅតែបន្តដើរចូលទាត់ស្ដាំពីរតនសុធីអ្នកឆ្វេងទល់ចេញវិញបាទពីកីឡាករភេទថាវិសាស្ដាំហើយក៏សងឆ្វេងមកវិញដេញតាមគៀងបាត់កែងឆ្វេងក៏សងកែងសាំមកវិញទៅគ្នាអ្នកទល់ពីភេទថាវិសាសុធីបន្តដាក់ចំហដើរចូលថាវិសាក៏គេមិនថយពេកដែរគេចេញមកវិញមួយច្បាស់បោះជង្គង់កាត់ឆ្វេងពីភេទវិសាសុធីដេញតាមឆ្វេងស្ដាំចាក់ឆ្កងឆ្វេងចូលពេញពីភេទវិសាតតឆ្វេងអូរុនផ្ទះជើងជួយសម្បត្តិពីសេនីកាច់ណាបាចាប់ទឹកទីប្រដាក្រិតគុនខ្មែរគឺអន្តរជាតិទី6ទឹកទី3រ៉ាវស្រីបាទយើងទស្សនាការប្រកួតបាទជាតិចូលមកដល់ទឹកទី3បាទកីឡាករកម្ពុជាបង្គោលក្រហមបាទសុធីរាយបង្គោលខៀវកីឡាករថៃបាទគឺផេតថាវិសាឥឡូវនេះបាទសុធីនៅតែបន្តដាក់លេខដេដើរចូលខណៈដែលបង្គោលខៀវគេថាថយមួយលីបថាបាត់កែងឆ្វេងប៉ែរបស់សុធីអោបជាប់ឲ្យធ្វើអ្វីការរៀបការនៅព្យាយាមបារុះកែងក្លីរបស់សុធីណែបាទលោកគ្រូចិនហើប្រាប់ថាឲ្យចូលមកទៀតបាទកុំឲ្យខាតពេលវេលាតាត់ឆ្វេងរបស់ផេតថាវិសាទល់បបជាយទល់ដៃបោះជង្គង់ឆ្វេងរបស់ផេតថាវិសាតាត់ឆ្វេងមួយទៀតបាទសុធីក៏ដាក់ដៃឆ្វេងស្ដាំសុធីដើរចូលបាទជាយទល់ឲ្យយយបាទបត់កៃស្ដាំបាទអូយបាទបត់កៃមួយស្រាវសាច់ចំនួនបាទបោះជង្គង់ឆ្វេងតាត់ឆ្វេងរបស់ផេតថាវិសាបាទអ្នកបដានេះគេថាអ្នកបដាចំហឆ្វេងបាទជាយមួយលផុតបាទពីការប្រើកណ្ដាប់ដៃបោះជង្គង់ឆ្វេងរបស់ផេតថាវិសាបាទសុធីដើរចូលបាទគូល្អមើលជួចិត្តឥឡូវនេះរំលងអស់1នាទីបាត់ហើយបោះចង្គង់ឆ្វេងរបស់ផេតថាវិសាទាត់ឆ្វេងអូយបាទមកជើងនេះថាធ្ងន់បាទធ្ងន់ដោយសារតែគាត់ថយគាត់ដកគាត់យកអេឡង់ក្នុងការវាយក្នុងការប្រើចង្វាក់បាទធាក់ទល់របស់ផេតថាវិសាសុធីទាត់ឆ្វេងរបស់សុធីបាទកណ្ដាប់ដៃស្ដាំកណ្ដាប់ដៃផេតថាវិសាបោះចង្គង់ស្ដាំកាត់បាទហើយថាម្នាក់មួយស្នៀតម្នាក់មួយផ្លែទឹកចាំនៅពេញល្អដូចគ្នាបោះជង្គង់កណ្ដាប់ដៃឆ្វេងស្ដាំបាទផ្ដោសម្លេងជូនគូនេះមួយបាទសុធីនឹងបន្តដាក់ចូលតនស្ដាំផេតថាវិសាថយធ្វើយ៉ាងណាអត់តន់កណ្ដាប់ដៃឆ្វេងស្ដាំតែបត់កៃស្ដាំមកចាអូយបាទការប្រកួតគូនេះគឺលក្ខន្តិកៈ5ទឹកបាទចឹងនេះគឺនៅតែយើងនិយាយបានថាទៅតែពាក់កណ្ដាលផ្លូវនៅក្នុងការប្រកួតតែប៉ុណ្ណោះបាទជម្រាបជូនសាកជាថ្មីបាទគូនេះគឺប្រកួតលក្ខន្តិកៈ5ទឹកបាទកណ្ដាប់ដៃឆ្វេងបាទបត់កែងមួយបាទកែងឆ្វេងរបស់ផេតថាវិសាហើយក៏បន្តដើរចូលបាទរបស់សុធីបាទទៅជាបន្តសុធីគៀងហើយបោះជង្គង់ឆ្វេងរបស់ផេតថាវិសាធាក់ឆ្វេងបាទសុធីនៅតែបន្តបាទព្យាយាមដាក់ចូលគ្រប់គ្រងស្ថានភាពបត់កែងស្ដាំបាទពុកម៉ែបងប្អូនគេថាហូបក្រេវបាទទៅតាមចង្វាក់នៃការប្រកួតរបស់អ្នកទាំងពីរល្អដូចគ្នាបាទល្អទាំងអ្នកដើរចូលល្អទាំងអ្នកថយគេថាក្បាច់ប៉ះពុកហើយនេះទល់ទៅសិនតែជើងក្រោមទាត់ជើងស្ដាំរបស់សុធីបាទនេប្លាសេឆ្វេងបាត់ដៃសិនបាទទាត់ឆ្វេងរបស់ផេតថាវិសាបាទកណ្ដាប់ដៃឆ្វេងស្ដាំរបស់សុធីឆ្វេងស្ដាំឆ្វេងទាញអូយអត់រាប់ទេលោកអញ្ញាកដាបន្តការប្រកួតបាទនៅសល់10វិ
អូយបាទកណ្ដាប់ដៃឆ្វេងស្ដាប់ស្រោចបាទមិនទៅបន្តទៀតហើយបដូរគ្នាបាទយើងមានរឿងនិយាយគ្នាច្រើនបន្តទៀតបាទទាត់ឆ្វេងរបស់ផេតថាវិសាចាប់ទឹកទី3បាទចាប់ទឹកទី3បាទគុណច្រើនទឹកទី4នៅតែជាទម្លាប់របស់សុខធីដើរចូលប៉ុន្តែចាក់ជើងកងឆ្វេងពីភេទវិសាបាត់កែងស្ដាំពីភេទវិសាប៉ុន្តែអត់ដល់គោលដៅទេរុញចេញបានល្អពីរីគីរតនសុខធីតោដៃទាត់ឆ្វេងពីភេទវិសាទាត់ឆ្វេងគេចផុតដើរចូលទាត់កាប់គោលជើងក្រោមស្ដាំមួយដៃពីរតនសុខធីទាត់ឆ្វេងគេចផុតអាយ៉ាសុខធីហាក់ដូចជាដឹងក្បាច់ហាក់ដូចជាមិនអោយការទាត់ចូលពេញដោយការពិទឹកទី2នេះដេញតាមវិញបាត់កែងរុះកែងខ្លីបាទការបត់កែងបាទពីសុធីដើរចូលទាត់ឆ្វេងពីភេទវិសាបាទជង្គង់ខ្លីល្អមែនទែនពីភេទវិសាទាត់កាប់គោលជើងក្រោមសិនបាទដេញតាមវិញសមកវិញពីរតនសុធីវាស្នាមទឹកស្បត់ឆ្វេងអត់ទាន់ដល់គោលដៅឲ្យឆ្វេងដកថយបន្តិចដើម្បីរកឡើងទាត់សុធីដើរចូលទាត់ចូលក៏នេះក៏អំឡងណាទាត់ចូលក៏នេះក៏ពីជើងចាក់ជង្គង់ឆ្វេងចាទាត់ជើងក្រោមលូកឆ្វេងប៉ុន្តែសងពីដៃ3ដៃមកវិញពីសុធីចាប់គ្រាបាទលោកកញ្ញាណាចាប់ញែកការប្រកួតវែងឆ្ងាយបានដល់ទៅ3ទឹកឯណោះបងប្អូនហើយ3ទឹកបាទតសើបាទគឺភាពធន់របស់សុធីក៏ប៉ុន្តែយើងក៏តសើទៅដល់ការចេញអាវុធរបស់ភេទវិសាបាទមួយគឺច្បាស់ធន់បាទតែសុធីដាក់ចូលតស្ដាំចូលពេញដូចគ្នាពីរតនសុធីគៀងមកជុំ360ក្រេតបស្ដាំយកទៅលោកស្ដាំតាមឆ្វេងកិច្ចផុតតបឆ្វេងសុំមកវិញសុធីរលាស់ដៃដល់ចូលបន្តិចបាទដើម្បីឲ្យរាងកាយរៀងរលាស់រៀងស្មុតជាមុនតបស្ដាំពីសុធីបាទជង្គង់ឆ្វេងសមកវិញពីភេទវិសាបាទជង្គង់ឆ្វេងពីភេទវិសាលោកស្ដាំដៃដល់ឆ្វេងស្ដាំអូបាទសុធី 3 4 5 6 7 8ប្រគួតបន្តបាទបន្តការប្រកួតបន្តលោកគ្រូញ៉ាកដៅរាប់18ដាក់ចូលបាទសុធីមិនដាច់បានទេទាត់ស្ដាំជុំនេះខ្ញុំទាត់ស្ដាំវាឆ្វេងស្រាលពីសុធីទាញចាក់ជង្គង់ឆ្វេងស្រាលបាទសុធីដាក់លេខដាក់ចូលហើយបាទទឹកទី4ដាក់ចូលសម្លឹងមើលគោលដៅវាត្រង់ណាលើកក្រោមទាត់ស្ដាំពីសុធីបាទរុះកែងស្ដាំជាបន្តទី2រីគីរតនសុធី1 2 3 4 5 6 7 8បន្តការប្រកួតបាទបន្តការប្រកួតរាប់លើកទី2ឆ្វេងបោះជង្គង់ស្ដាំខ្លីចាក់ជង្គង់ស្ដាំពីសុធីឆ្វេងតាមជង្គង់ស្ដាំដេញតាមដាក់សម្ពាធជង្គង់ស្ដាំពីសុធីទាញមកហើយក៏លោកអញ្ញាតាចាប់ញែកបាទពេលវេលាទឹកទី4អសតមិនច្រើនទេដើរចូលបាទទាត់ស្ដាំពីសុធីឆ្វេងស្ដាំពីសុធីបាទបដកដល់ដៃទាត់ស្ដាំពីសុធីចាក់ជង្គង់ឆ្វេងពីសុធីជង្គង់ស្ដាំពីសុធីសងបានមួយនៅគ្នាពីបាទភេទចាប់ទឹកទី4មកជើងស្ដាំជើងក្រោយបាទមុននឹងបញ្ចប់ការប្រកួតទឹកទី4ប្រដាល់ក្រិតគុនខ្មែរគឺអន្តរជាតិទី6ទឹកទី5ដែលជាទឹកមួយព្រាត់ Final Round បាទ Final Round បាទអ្នកទាំងពីរបាទអោបគ្នាហើយក៏បាទនិយាយប្រាប់គ្នាថាតោះយើងប្រកួតគ្នាបន្តទៀតអាយ៉ាទឹកទី5នេះបាទផែនថាវសានេះគេថាជាជាបាត់បដូរហើយបាទព្រោះដឹងថាបាត់អស់បងច្រើនណាស់បាទរាប់ពីរដងកន្លងទៅកាលពីទឹកទី4បាទដាក់ចូលកណ្ដាប់ដៃឆ្វេងរបស់កីឡាករមកគោខៀវអាយ៉ាកែងអូយបាទមានរឿងនិយាយគ្នាបាទគុនខ្មែរបាទរយៈពេល3នាទីនេះគេថាគ្រប់វិនាទីនីមួយគឺសុទ្ធតែគ្រោះថ្នាក់អញ្ចឹងគឺត្រូវតែប្រយ័ត្នគ្រប់វិនាទីបាទផែនថាវសាដាក់ចូលហើយបាទដាក់ចូលថាអាចថាសងមុនអាចសងសុទ្ធីវិញបាទឬក៏យ៉ាងណាធាក់ទល់គិចផុតបាក់ក្តាប់ដៃឆ្វេងស្ដាំបាទជ្រកក្រោមឆ្លាប់ហើយពុកបាច់ជង្គង់ឆ្វេងលឹបរបស់សុទ្ធីបាទលោកអញ្ញាកដាគឺលោកគ្រូហ៊ុនទី2ចាប់បបែកបាទគូក្រោយគឺធនមេញហុកបាទជាមួយនឹងកីឡាករឌៀបែបកង់ចេញរៀបវិញម្ដងមកតតឆ្វេងរបស់សុទ្ធីទាញហើយវាដៃស្ដាំរបស់ភេទតែភាសាអត់ចូលដែរកៃស្ដាំរបស់សុទ្ធីទល់បាទជាយាមហើយក៏លោកអញ្ញាកដាចាប់បបាយជាបន្តទៀតបាទនៅសល់2នាទីជាបន្តដើម្បីថាបង្ហាញស្ទាតគុណបាទបង្ហាញភាពប៉ិនប្រសពជូនទៅដល់ពុកម៉ែបងប្អូនយើងបានទស្សនាទាត់ធាក់ទាត់របស់សុធីបាទគេថាព្យាយាមត្រេះស្កើស្រាលហើយក៏ចូលចាប់បាត់ទាញបវលមកចាក់ជង្គង់ពីក្រោយបាទនេះគេថាបាទ
តាចូលទៅជាបន្តទៀតបាទបោះឆ្កងស្ដាំរបស់សុធីឆ្កងស្ដាំសុធីបាទចាប់ជាយាមគ្រាជាប់ចាក់សោបាទចាក់សោទាំងលើចាក់សោទាំងក្រោមធ្វើអ្វីមិនកើតទេធ្វើអ្វីមិនកើតហើយក៏ទៅជាបន្តទៀតបាទនេះកណ្ដាប់ដៃមួយដើរចូលក្បាលពោះសុធីថាអត់តតឈឺបាទតតឆ្វេងរបស់សុធីគេថាតតរំខានណាតតហើយតតទៀតតតហើយតតទៀតបាទឆ្វេងបាត់តែមិនធ្ងន់ប៉ុន្តែរំខានដើម្បីផ្ដាច់ចង្វាក់កីឡាករបង្គោលខៀវបាទដើរចូលទៅបាត់ធាក់ឆ្វេងរបស់សុធីបាទពេលវេលាដល់សល់1នាទីដែរបាទសម្រាប់ទឹកទី5នេះបាទសុធីព្យាយាមថ្ងៃថាវាឆ្លាតបាទវាឆ្លាតបាទមិនឆេវឆាយទៀតទេព្រោះដឹងថាប៉ុងគឺថារៀងហោហៀបាទដីហើយបាទចឹងគាត់ថាមិនបដូរមិនចាយកម្លាំងផ្ដេសផ្ដាស់ទេបាទចឹងណាក៏ប៉ះដៃគ្នាមួយសិនបាទប៉ះដៃគ្នាមួយសិនបាទដើរចូលពីកីឡាករផេតថាវស័កជាបន្តបាទហើយក៏សុធីបាទខ្វែងដៃយកបាទទាត់ឆ្វេងកាត់ចង្វាក់ជាបន្តទៀតបាទទល់មួយទល់ហើយក៏ទាត់ឆ្វេងរបស់បាទសុធីទាត់ស្ដាំទាត់ឆ្វេងទាត់ស្ដាំទាត់ឆ្វេងខៅថាទាត់ហើយទាត់ទៀតបាទចូលអោបកាច់ក៏ជាប់ណែបាទសុធីគេថាទឹកទី5នេះទឹកបច្ចេកទេសទឹកឯកខ្ជូសុទ្ធសាធតែម្ដងបាទអត់កញ្ជ្រោលអត់ឆេវឆាវទៅណាជាយាមញាក់មួយសិនផែនថាវស័កជាយាមដើរចូលបាទក្តាប់ដៃឆ្វេងស្ដាំគេចមកផុតទាំងពីរជង្គង់ស្ដាំលឹបរបស់សុធីបាទញែកមកឲ្យបវលបញ្ជុំតបាទចប់ទឹកទី5បាទចប់ទឹកទី5ភ្លាមបាទក៏អោបគ្នាហើយក៏បាទរត់ទៅបង្គោលម្ខាងនៃការប្រកួតនីមួយបាទដើម្បីសុំទោសទៅដល់លោកគ្រូបង្វឹកក៏សុំទោសទៅអ្នកឲ្យទឹកទាំងសងខាងបាទជឿជាក់ថាគូនេះក៏មិនខុសពីគូមុនបាទពុកម៉ែបងប្អូនទាំងនៅគេឋានទាំងទស្សនាផ្ទាល់កំពុងតែគិតក្នុងចិត្តរួចរាល់បាទថាគូនេះក្រហមឬក៏ខៀវបាទដោយសារតែការប្រកួត5ទឹកមានទៅមានមកប៉ុន្តែសុធីដូចជាធ្វើឲ្យកីឡាករបង្គោលខៀវរាប់ដល់ទៅ2ដងបាទចំណាលោកអញ្ញាកដាកំពុងតែដើរប្រមូលក្រដាស់បន្ទុកពីអង្គចៅក្រុមទាំង5ដែលលោកនឹងផ្ដល់បន្ទុកយ៉ាងសុភវិនិច្ឆ័យជូនបាទចំណាយើងទស្សនានៃការបង្ហាញជូនរូបភាពយឺតត្រង់នេះបាទបត់កែងឆ្វេងរបស់បាទកីឡាករថៃចំណាទល់ជាប់បាទកែងសងគ្នាម្នាក់មួយបាទគេហៅថាស្ទាំងឆាប់ប៉ះជាមួយនឹងសព្រះរាមបាទតតស្ដាំកាត់តឡាចបាទពីសុធីបត់កែងស្ដាំកាត់មកវិញរបស់បាទកីឡាករបង្គោលខៀវបាទផេតថាវស័កហើយក៏បាទក្តាប់ដៃឆ្វេងស្ដាំព្យាយាមលឹបមកសុធីទាញមកបាទចាក់ជង្គង់មួយអាយ៉ាតត្រង់នេះប៉ុន្តែលោកគ្រូអញ្ញាកដាក៏គាត់រហូតក្នុងការបាទចូលទៅទប់កីឡាករដូចគ្នាបាទក្តាប់ដៃឆ្វេងស្ដាំបោះកែងរូបភាពយឺតបង្ហាញជូនបាទតាំងពីទឹកកន្លងទៅដើម្បីឲ្យប្រិយមិត្តបានទស្សនាកាន់តែច្បាស់បានในការវាយរបស់អ្នកទាំងពីរថាតើប្លង់របស់អ្នកណាវាបានចំកូនដៅបានល្អជាងបាទអោបត្រង់នេះបាទប្រលេះចេញវិញបានហើយក៏កែងរបស់កីឡាករថៃបាទកែងឆ្វេងមួយទៀតអោបជាប់បាទកាត់ចូលមកប្លង់ត្រង់នេះក៏ដាប់ដៃឆ្វេងរបស់ផេតថាវស័កអត់ដល់បាទកែងស្ដាំរបស់សុធីដល់បន្ទាប់ពីដល់ហើយក៏បាទរូបភាពបង្ហាញជូនរួចរាល់បាទពុកម៉ែបងប្អូនគិតថាក្រហមឬខៀវបាទលទ្ធផលយ៉ាងណាបាទសូមប្រគល់ទូនីតិនេះជូនដល់គណៈកម្មការបច្ចេកទេសដើម្បីប្រកាសលទ្ធផលតែម្ដងចា៎ខ្ញុំសូមអគុណបងកូនក្រហមរីគីរតនសុធីឈ្នះកីឡាករបងកូនខៀវផេតវស័កដោយពិន្ទុ